ចូលមកដល់ទីផ្សារពាណិជ្ជកម្មទីផ្សារនេះគឺរងផលប៉ះពាល់ខ្លាំងដោយសារអ្វីទៅគឺដោយសារការផ្គត់ផ្គង់លើសពីតម្រូវការនាពេលបច្ចុប្បន្ននេះយើងមិនឃើញមានការផ្គត់ផ្គង់បន្ថែមតាមពិតទៅគឺវាជាចំណុចល្អឯងដោយសារយើងចង់ឲ្យទីផ្សារនៅវិស័យនេះយក supply ដែលនៅសល់ហ្នឹងយកមកប្រើប្រាស់ដោយសារ supply នាពេលបច្ចុប្បន្ននេះចំពោះការិយាល័យគឺមានរហូតទៅដល់ 80,000 ម៉ែត្រការ៉េចាហើយចំពោះទីផ្សារលក់រាយគឺមានប្រហែលជា 90,000 ម៉ែត្រការ៉េចាអញ្ចឹងគឺលើសពីតម្រូវការអ្វីដែលប្រជាជនកម្ពុជាគាត់ត្រូវការអញ្ចឹងទីផ្សារគឺត្រូវការរយៈពេលដើម្បីយក supply ដែលនៅសល់ហ្នឹងយកទៅប្រើប្រាស់អញ្ចឹងជាហេតុនាំឲ្យការជួលគឺមានភាពប្រកួតប្រជែងខ្លាំងមែនទែនចំពោះតម្លៃទីផ្សារលក់រាយដែលធ្លាប់តែកាលពីឆ្នាំ2023ឬក៏2024តម្លៃប្រមាណជា$25ចានៅក្នុងឆ្នាំ2025គឺធ្លាក់ចុះនៅសល់តម្លៃប្រមាណជា$15ទៅ$18ប៉ុណ្ណោះនៅក្នុង1ម៉ែត្រការ៉េចាដោយឡែកតម្លៃក៏ធ្លាក់ចុះផងដែរចំពោះការិយាល័យចាអញ្ចឹងការិយាល័យដែលយើងតែងតែនិយាយថាមាន3ប្រភេទ grade A grade B grade C ចាចំពោះ grade A គឺតម្លៃជួលប្រហែលជា$28ចាចំពោះ grade B គឺ$18ចា grade C គឺប្រមាណជា$10ចាអញ្ចឹងទីផ្សារដែលធ្លាក់ចុះខ្លាំងគឺ grade B ហើយនិង grade C ចាចំពោះ grade A នៅតែមានលំនឹងដោយសារការិយាល័យប្រភេទ grade A គឺនៅតែមានដំណើរការល្អដោយសារ supply ក៏មានសមល្មមនៅក្នុងទីផ្សារចាអញ្ចឹងសរុបសេចក្តីទៅយើងអាចនិយាយបានថាទីផ្សារពាណិជ្ជកម្មគឺជាទីផ្សារដែលរងផលប៉ះពាល់ខ្លាំងនៅក្នុងឆ្នាំ2025ដោយសារมันមានអ្នកអភិវឌ្ឍថ្មីដោយសារតម្លៃជួលមានការប្រកួតប្រជែងនិងធ្លាក់ចុះ